ជំរាបសួរនាងខ្ញុំឈ្មោះហៀងចន្ទរិទ្ធសប្តាហ៍ថ្ងៃនាងខ្ញុំគឺជាគ្រូបង្រៀនម្នាក់នៅក្នុងសាលាសម្បុកប្រាជ្ញាហើយខ្ញុំក៏ជាសមាជិកនៅក្នុងព្រះវិហារត្រៃអូ GMC ផងដែរថ្ងៃនេះខ្ញុំក៏មានទីបន្ទាល់អំពីជីវិតខ្ញុំកាលពីដំបូងឡើយដែលខ្ញុំមិនទាន់បានទទួលជឿព្រះយេស៊ូវក៏ដូចជាអត់ទាន់ស្គាល់ព្រះយេស៊ូវព្រះយេស៊ូវស្រឡាញ់អ្នកខ្លាំងជាងអញ្ចឹងកាលពីដំបូងឡើយខ្ញុំគឺជាក្មេងម្នាក់ដែលវាមានលក្ខណៈថាមានការលំបាកខ្លាំងនៅក្នុងគ្រួសារដោយសារគ្រួសារខ្ញុំគឺជាគ្រួសារដែលក្រីក្រហើយខ្ញុំគឺជាក្មេងកំព្រាម្ដាយតាំងពីអាយុ8ឆ្នាំហើយបន្ទាប់មកទៀតជីវិតរបស់ខ្ញុំគឺត្រូវបានរស់នៅជាមួយឪពុកប៉ុន្តែអត់បានយូរទេគឺយើងគ្រាន់តែបាននៅជាមួយគាត់រយៈពេលត្រឹមតែអត់ដល់1ឆ្នាំអញ្ចឹងគាត់ក៏ចាប់ផ្ដើមមានប្រពន្ធចង់អញ្ចឹងណាគាត់ទៅនៅជាមួយប្រពន្ធចង់គាត់ហ្នឹងទៅហើយសម្រាប់ខ្ញុំគឺខ្ញុំអត់ទៅនៅជាមួយគាត់ទេគឺខ្ញុំនៅផ្សេងគាត់ហើយការរស់នៅរបស់ខ្ញុំគឺដឹងស្រាប់ហើយបើយើងអត់មានអ្នកគុតគង់អ្នកដឹកនាំគឺវាអត់ស្រួលទេប៉ុន្តែខ្ញុំក៏នៅតែព្យាយាមរស់នៅដោយខ្លួនឯងចាដោយការនៅសុំកន្លែងគេស្នាក់អាស្រ័យអញ្ចឹងហើយខ្ញុំបន្តការសិក្សារហូតដល់ថ្ងៃមួយខ្ញុំបានធ្វើដំណើរដើរលេងជាមួយមិត្តភ័ក្តិទៅកន្លែងមួយដែលឆ្ងាយចាដោយការជិះកង់ចាវាមានចម្ងាយប្រហែលជា30-40 គីឡូម៉ែត្រដែរនៅពេលដែលយើងជិះកង់ហ្នឹងត្រូវនឹងយើងអត់មានលុយចាយផងអីផងអញ្ចឹងទៅវាធ្វើឲ្យយើងអស់កម្លាំងមែនតើនៅពេលដែលខ្ញុំអស់កម្លាំងខ្ញុំមានអារម្មណ៍ថាខ្ញុំទៅមុខលែងរួចហើយអញ្ចឹងខ្ញុំក៏ឈប់កង់ហើយខ្ញុំអង្គុយចោះនៅពេលដែលខ្ញុំសញ្ជឹងគិតថាតើខ្ញុំអាចទៅដល់ផ្ទះអត់គឺក៏ខ្ញុំត្រូវអស់នៅដំណឹងអីចឹងស្រាប់តែខ្ញុំបានកលេចឃើញដើមឈើមួយដើមនោះគឺមានបិទផ្លាកព្រះយេស៊ូវស្រឡាញ់អ្នកនៅពេលដែលខ្ញុំឃើញផ្លាកនឹងភ្លាមខ្ញុំអត់ដឹងថាកម្លាំងខ្ញុំមកពីណាខ្ញុំមានអារម្មណ៍ថាខ្ញុំមានកម្លាំងឡើងវិញហើយពេលហ្នឹងគឺខ្ញុំអត់ដែលស្គាល់អ្នកណាគេគឺជាព្រះយេស៊ូវអីទេអត់ដែលដឹងតើសោះប៉ុន្តែគ្រាន់តែឃើញផ្លាកមួយហ្នឹងគឺធ្វើឲ្យខ្ញុំមានកម្លាំងហើយខ្ញុំក៏ចាប់ផ្ដើមមកទាញកង់ហើយជិះទៅមុខទៀតយ៉ាងសុបាយខ្ញុំមិនដឹងថាអារម្មណ៍ពេលហ្នឹងបានមកពីណានៅពេលដែលយើងបានត្រឡប់មកផ្ទះហើយពី3ថ្ងៃក្រោយមកទៀតក៏មានក្រុមផ្សព្វផ្សាយអំពីដំណឹងល្អរបស់ព្រះយេស៊ូវចោះមកតាមភូមិដល់ពេលហ្នឹងខ្ញុំបានឃើញខ្ញុំក៏បានចាប់ផ្ដើមចង់ទៅស្វែងរកព្រះយេស៊ូវនៅកន្លែងហ្នឹងដោយសារតែខ្ញុំដំបូងគឺខ្ញុំបានឃើញផ្លាកធ្វើខ្ញុំមានកម្លាំងធ្វើខ្ញុំមានសេចក្តីអំណរធ្វើឲ្យជីវិតខ្ញុំដូចជាមានអារម្មណ៍ថាថ្មីតាំងពីពេលហ្នឹងមកអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមទៅស្វែងរកដើម្បីចង់ដឹងថាតើព្រះយេស៊ូវហ្នឹងគឺជាអ្នកណាអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមស្វែងរកឲ្យទៅលឺថានៅកន្លែងនេះមានគេរៀនអំពីព្រះយេស៊ូវខ្ញុំទៅកន្លែងនោះមានអំពីព្រះយេស៊ូវខ្ញុំទៅអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមខ្ញុំគិតថាជីវិតខ្ញុំគឺជឿព្រះយេស៊ូវតាំងពីពេលហ្នឹងមកអត់មានថាអ្នកណានាំអ្នកណាទេហើយនេះគឺខ្ញុំជឿថាគឺជាការត្រាស់ហៅរបស់ព្រះពីព្រោះនៅក្នុងគម្ពីរបានប្រាប់យើងថាព្រះគឺជាអ្នករើសយើងមុនមិនមែនយើងជ្រើសរើសព្រះទេចាបើសិនជាព្រះអត់បានជ្រើសរើសខ្ញុំពេលហ្នឹងក៏ខ្ញុំប្រហែលជាអត់បានខ្វល់ខ្វាយពីព្រះអង្គដែរប៉ុន្តែគ្រាន់តែខ្ញុំបានឃើញផ្លាកសញ្ញាខ្ញុំបានឃើញខ្ញុំបានចាប់អារម្មណ៍ខ្ញុំបានស្វែងរកព្រះអង្គអញ្ចឹងនេះគឺជាការត្រាស់ហៅរបស់ព្រះអង្គហើយអញ្ចឹងចាប់ពីពេលហ្នឹងមកគឺខ្ញុំចាប់ដើមស្វែងរកព្រះអង្គស្វែងរកវិហារស្វែងគុំរហូតដល់ឆ្នាំ2011ទៅនៅក្នុងភូមិរបស់ខ្ញុំភូមិត្រៃអូនេះចាប់ដើមមានបេសកជនគេចោះមកហើយគេក៏បានកសាងវិហារត្រៃអូនេះឡើងអញ្ចឹងហើយខ្ញុំក៏បានក្លាយជាសមាជិកនៅក្នុងព្រះវិហារហ្នឹងពេញលេញឈួកុំអសងខំឡាហើយកុំឆ្លើយថាអ្នកនៃឯកាចានេះគឺជាទីបន្ទាល់របស់ខ្ញុំចាហើយក៏ចង់លើកទឹកចិត្តទាំងអស់គ្នាឲ្យទទួលជឿព្រះយេស៊ូវហើយនឹងទុកចិត្តព្រះអង្គទាំងអស់គ្នាដែរអរគុណ